កុំអស់ទៅណាឲ្យសោះអ្នកដែល single អ្នកដែលអត់មានអ្នកថ្នាក់ថ្នមអីមើលវីដេអូនេះដល់ចប់សូមបញ្ជាក់ថាវីដេអូនេះគឺពិតជាសំខាន់ជាពិសេសអ្នកដែលអត់ single អ្នកដែលមានគូហើយក៏មើលបានដែរអ្នកដែលប្រពន្ធអាសាងពទារបស់ brand អីហ្នឹងហើយអាចរកប្រពន្ធជាលក្ខណៈមនុស្សយន្តឆ្កែមនុស្សយន្តឬមួយក៏របស់លេងដូចទុកយន្តអីបានយកទៅបញ្ជាលេងបានដោយមិនបាច់ចាំបាច់ហត់ដាក់ចំណីហត់ទិញរបស់ brand ហត់យកចិត្តយកអីទេលោកអើយហត់ណាស់ឬក៏អ្នកហត់ដូចថាអាសាចុះខេតទៅផ្លូវឆ្ងាយជិះឡានម្ដង5 6 7 8ម៉ោងអត់ចង់ចំណាយលុយលើសពឡានទេអស់លុយច្រើនណាស់មើលវីដេអូនេះឲ្យដល់ចប់វីដេអូនេះគឺពិតជាមានប្រយោជន៍ខ្លាំងសម្រាប់អ្នកទាំងអស់គ្នាខ្ញុំដើរចូលមកហាងនេះហើយខ្ញុំចង់ខ្លាយទៅជា billionaire ម្ដងទៀតទៅចង់ខ្លាយទៅជាមហាសេដ្ឋីពិភពលោកដែលអាចប្រមូលរបស់នៅក្នុងហាងហ្នឹងមកទាំងអស់ហ្នឹងព្រោះអីវាជួយខ្ញុំបានច្រើនមុខខ្លាំងមែនតើហ្មងបោកកៅក៏គេបោកឲ្យណាចង់កំងអីវ៉ាន់ឬមួយក៏កណ្ដោយើងដើរលេងទៅ date សិនណាសេរីឡានធ្វើប៉ូលីសចរាចរណ៍ធ្វើអីបានទៀតអូសាហាវខ្លាំងណាស់ហើយបើយើងអត់ចង់ឲ្យឃើញរូបរាងគ្រោងឆ្អឹងមានដែកមានអីញ៉ៃទេទិញក្បាលទិញសក់ទិញកៅអៅពេលឲ្យបានទៀតបាទសាច់គេទុនមើលមុខមើលភ្នែកអត់ថើបមួយមកខ្សឹបចឹងដូចថាដូចមនុស្សខ្លាំងមែនតើហ្មងហើយបើថាយើងមើលអញ្ចឹងឃើញរូបរាងមិនសូវស្អាតដូចខ្ញុំនិយាយចឹងយើងកំងអាកៅអៅនឹងឲ្យពាក់ទៅណាគាត់ថាចាស់អីស្រីកម្លាំងមុំអីអត់ហាត់តៃក្វាដូអី3ចាស់អត់បានទេតែមនុស្សយន្តនេះ3បានសូមបញ្ជាក់ថាកម្លាំងខ្លាំងជាងមនុស្សស្រីធម្មតាអញ្ចឹងមនុស្សស្រីយើងល្មមកុំប៉ិនងដាក់ប្តីពេកប្រយ័ត្នប្តីលែងចោលយកប្រពន្ធមនុស្សយន្តបាទពួកអីអ្នកចេះទីអត់ចេះងអត់ចេះប្របាក់លួងអីញ៉ៃទេមើលបងប្រុសណាប្រពន្ធប៉ិនងពេកមិនសិននៅក្នុងវីដេអូនេះគម្រាមប្រពន្ធលេងប្រាក៏បានដែរឥឡូវដល់វគ្គបងស្រីម្ដងវីដេអូដល់វគ្គ2នេះបងស្រីណាដែលគាត់ចូលចិត្តឆ្កែចូលចិត្តឆ្មាណាឃើញស្រីច្រើនណាស់ដែលស្រឡាញ់ឆ្កែស្រឡាញ់ឆ្មាប៉ុន្តែខ្ជិលកើបអាចខ្ជិលកើបនោមខ្ជិលដាក់ចំណីហើយចង់ទៅខេតម្ដងមួយអាទិត្យក៏ឆ្កែនេះអត់ដាច់ពោះងាប់ដែរហើយឆ្កែនេះគឺជាប្រភេទឆ្កែមនុស្សយន្តឆ្កែមនុស្សយន្តហ្មងឆ្កែយន្តថាឆ្កែខ្លះកន្លែងផ្សារទំនើបឬមួយក៏តាមផ្លូវឬមួយក៏ហាងកាហ្វេអីគេអត់ឲ្យយកឆ្កែចូលទេតែឆ្កែនេះចូលកន្លែងណាក៏បានដែរព្រោះវាអត់ចេះអាចនោមអាយ៉ៃប្របាក់ទើសទួលកន្លែងគេទេកំដរយើងបានគ្រប់ទីកន្លែងបាទចង់ឲ្យវាលើកដៃ1លើកដៃ2ដើរជើង2គឺបានមកស្រឡាញ់មិនបាច់អស់ថ្លៃគ្រូមកប្រហាត់វាអស់មួយខែរាប់រយដុល្លារទេបាទចេះថតរូបថតវីដេអូឲ្យយើងទៀតយើងគ្រាន់តែសាក់ថ្មដាក់ថ្មវាមកពុចចុចវាបើអញ្ចឹងហើយដាក់កាមេរ៉ាពីលើវាយើងអាចនេះរូបនេះឆ្កែអ្នកថតមិនមែនមនុស្សអ្នកថតទេណារូបថតដោយឆ្កែវីដេអូគឺថតដោយឆ្កែដូចគ្នាបាទហើយថតមក smooth ល្អហើយយើងខ្ជិលដែរយើងឲ្យវាដូចអាឆ្កែគេអស់យើងលើព្រិលអីហ្នឹងហើយដឹកអីវ៉ាន់ដឹកអី delivery អីវ៉ាន់អីឲ្យយើងបានមកស្រឡាញ់ទៅប្រើបានមកស្រឡាញ់ឲ្យតែនៅមានថ្លៃហើយតលយហ្នឹងបើយើងគិតថាយើងចំឆ្កែចំឆ្មាវាធន់ចង់ដូរកៅអៅវាទៅជា dinosaur ទៅជាតោក៏បានដែរឲ្យតែថាសបោលុយទិញកៅអៅឲ្យវាមិន AI ទេណាមែនតើណាខ្ញុំនិយាយមែនណាឲ្យតែថាមានរបស់ទាំងអស់ហ្នឹងនៅផ្ទះហើយនៅម្នាក់ឯងក៏បានដែរខ្ញុំគាំងខ្ញុំស្ពឹកមើលខ្ញុំបើកឡានឆ្ងាយខ្ញុំមួយដេកជាមួយក៏ខ្ញុំត្រូវនិយាយអីលឿនអញ្ចឹងអាខួរក្បាលខ្ញុំពេលខ្លះគាំងអញ្ចឹងទៅខ្ញុំញ៉ាំជាមួយភេសជ្ជៈទៅកម្លាំងអញ្ចឹងទៅវាធ្វើឲ្យខួរក្បាលខ្ញុំដើរលឿនស្វាហាប់ហើយអត់សូវងួយដេកទេផលិតផលរបស់ខ្មែរសុទ្ធ 100% អញ្ចឹងអ្នកទាំងអស់គ្នាអាចញ៉ាំដោយជឿទុកចិត្តហើយចាប់ពីថ្ងៃហ្នឹងទៅយើងចាប់ផ្ដើមគាំទ្រជាមួយនឹងផលិតផលខ្មែរទាំងអស់បាទចង់ឲ្យប្រទេសខ្មែរយើងសេដ្ឋកិច្ចជឿនលឿនហើយមានរបស់ទំនើបអញ្ចឹងដូចគេតោះតែយើងព្យាយាមគាំទ្រជាមួយផលិតផលរបស់ខ្មែរយើងដូចគ្នាហ្នឹងហើយសេដ្ឋកិច្ចក៏រីកចម្រើនតាមហ្នឹងដែរឥឡូវដល់វគ្គយើងលេងទូកប្រជាម្ដងឡានប្រជាអីម៉ូតូប្រជាអីយើងប្រជាអស់ចិត្តអីមកលេងទូកប្រជាទូកនេះទូកមែនតែនមានប្រភេទអីគេខ្លះទូកប្រជាមានប្រភេទហ្នឹងដូចគ្នាមានតាំងពីទូចដល់កណ្ដាលដល់ធំមានអាខ្លះវាហុយផ្សែងហុយអីចេញមកដូចទូកមែនតែនយើងមកយើងថតចិត្តទៅយើងមើលដឹងថាអាហ្នឹងជាទូកកូនក្មេងលេងសម្រាប់គេប្រជាតែលេងមានអាប្រកបក្រោមបាតទឹកមានរបៀបអាទូកលឹបក្រោមបាតសមុទ្រអីហ៎មានគ្រប់មុខគ្រប់សពបែបយ៉ាងថាបងណាគាត់បើកភោជនីយដ្ឋានលក្ខណៈកញ្ចុះខ្ជិលឲ្យបុគ្គលិកគាត់ដើរវៀងឆ្ងាយយកមកហូបឲ្យភ្ញៀវដាក់ទូកហ្នឹងដាក់មកហូបនៅលើហ្នឹងក៏បានដែរបានហ្មងតែទូកហ្នឹងប្រជាយកទៅដល់មកហូបចូលទឹកខ្ទេចឥឡូវដល់វគ្គបងរៀងថាគាត់រៀងអ្នកមានតែគាត់ចង់មានសពឡានខ្លួនឯងប៉ុន្តែខ្ជិលបើកប្រាក់ខែឲ្យអស់លុយច្រើនហើយគាត់អាសាចុះខេត្តទៅជួបភ្ញៀវនេះជួបភ្ញៀវនោះតាមខេត្តផ្លូវឆ្ងាយឡាននេះគឺល្អបំផុតហ្មងគេអត់មានឲ្យលុយខ្ញុំអីមួយរៀលទេណាតែគាត់ថាខ្ញុំឃើញអីប្លែកខ្ញុំចេះតែថតចែករំលែកឲ្យអ្នកទាំងអស់គ្នាមើលទៅថាឥឡូវស្រុកគេដើរដល់ណាហើយស្រុកខ្មែរយើងគួរតែអភិវឌ្ឍដល់ណាទៀតព្រោះយើងយកគេជាគំរូយើងគួរតែយកតែអភិវឌ្ឍនៅក្នុងប្រទេសយើងតទៀតអីចឹងទៅឡាននេះជាប្រភេទតាក់ស៊ីដូច Pass App ដូចអីចឹងអ្នកទាំងអស់គ្នាចុចវាទៅវាគិតគីឡូឲ្យថម1គីឡូម៉ានយើងជិះ5គីឡូ10គីឡូគេបុកលុយតាមហ្នឹងបញ្ជាក់របស់ដែលខ្ញុំ review ទាំងអស់ហ្នឹងមិនមែនមានតែនៅអាមេរិកតែកន្លែងដែលខ្ញុំ review ហ្នឹងណានៅខ្មែរមានតែគាត់ថាមិនសូវឃើញអ្នកប្រើអញ្ចឹងយើងព្យាយាមរកលុយដើម្បីឲ្យសេដ្ឋកិច្ចខ្មែរយើងរីកចម្រើនហើយយើងប្រើរបស់ទំនើបឲ្យច្រើនដូចស្រុកគេអញ្ចឹងដែរ